ស្ដីមួយបណ្ណៈជាងធ្វើក្បាលបូមទឹកបាទថ្ងៃនេះជាងរៀបចំចេញទៅមួយឈុតទៀតហើយអានេះឈុតឆ្នាំងមួយទឹកកន្លះបាទដង3ម៉ែត្របាទមួយក៏យកទៅ3ម៉ែត្រដែរបាទដាក់ជូនមួយទៅខាងផ្សារទៅហុយស្រុកពីនចោខេត្តព្រៃវែងបាទអរគុណច្រើនមែនតើបងប្រុសបាទនេះរៀងកញ្ចែមកទឹកកន្លះផងយើងមួយបាទនេះដោយសារគាត់ថាគាត់បូមទឹករយៈទេមិនជ្រៅទេគាត់ថាខ្ទង់ទឹក1ម៉ែត្រកន្លះ2ម៉ែត្របាទអញ្ចឹងគាត់ចូលដងទៅដីតែ3ម៉ែត្រទេបាទអញ្ចឹងមួយត្រូវការដង1ម៉ែត្រទេអត់អីកំងជាងបានបាទអានេះដុំបលីបងយើងមួយបាទទៅពេលប្រើបដាងដប់បាទតានីមុំឲ្យអត់មានប្រើជ្រូហវូតស្អីអត់ទេបាទតានីបច្ចៈជាងធ្វើយកគុណភាពឲ្យមួយប្រើអានេះសិតជន់ប្រេះបញ្ចូលបាទអញ្ចឹងមួយត្រូវការបាទឲ្យធ្វើការកំងបានបាទចង់បាន2ទឹកក៏បានចង់បាន1ទឹកកន្លះក៏បានបាទឈុតប្រើមួយគូយន្តណាបាទហើយទឹកអីតានីមកខ្លាំងជូនណាដូចមួយតែធ្លាប់យកទៅប្រើបាទដឹងគុណភាពហើយនៅតែមួយមិនទាន់បានយកទៅប្រើមិនទាន់ដឹងគុណភាពដែរតែអាចយកទៅសាកបានបាទដូចជាងបញ្ជាក់អញ្ចឹងបើយកទៅទឹកខ្លាំងជាងតានីឲ្យទេមិនភ័យទេបាទអីវ៉ាន់ជាងយកទៅបើប្រើមិនកើតទឹកខ្លាំងមកឲ្យមួយទិញយកទៅចោលលុយទេបាទតម្លាក់អីវ៉ាន់នេះជាងវិញជាងជូនលុយវិញគ្រប់ចំនួនបញ្ជាក់ជូនមួយបាទអានេះយើងមានសំណាញ់មានអីការពារសម្រាប់មកស្អាតបាទដោះជីងចូលបានទេបាទអញ្ចឹងមួយត្រូវការអាចធ្វើការតំណាក់តំណងចូលមកកាន់ផែនវណ្ណៈជាងធ្វើក្បាលបូមទឹកបានបាទផ្ញើបាន25ខែក្រុងពីសេវាដឹកជូនអរគុណច្រើនមួយ